តែព្យាយាមដកអំពើនោះក៏ស្រាប់តែមានសំឡេងព្រោះទ្វារនៅខាងក្រៅហើយនិយាយថាយ៉ាងមិនហើយយឿនអើយកូនឯងយ៉ាងមិនហើយបើកទ្វារអញចូលទៅមើលក្មួយបន្តិចមើលពេលនោះគ្រួសាររបស់អ៊ំយឿនគាត់ក៏បានចាំនៅសម្ដីដើមជៀនបានហាម5ទៅកាន់ពួកគាត់ពេលនោះពួកគាត់ក៏មិនបានឆ្លើយតបទៅកាន់សំឡេងនោះវិញទេពេលដែលបានឮសំឡេងឆ្លើយតបដូច្នេះសំឡេងនោះក៏កាន់តែនិយាយដដែលនឹងគោះទ្វារកាន់តែខ្លាំងទៅណែតើឯងជាអ្នកណាមកពីណាបានជាព្យាយាមធ្វើបាបក្មេងដូច្នេះកុំមកធ្វើបាបក្មួយអញបើមិនចង់ងាប់នោះគ្រាន់តែអ៊ំសានិយាយរួចភ្លាមសំឡេងមួយនោះក៏ស្រាប់តែបាត់ភ្លាមតែម្ដងតែពេលដែលសំឡេងស្ងាត់មិនបានប៉ុន្មានផងនៅខាងក្រៅក៏ស្រាប់តែមានសំឡេងកណ្ដឹងនិងសំឡេងសត្វដើរឬសូរប្រឹបហើយក៏បានរោនៅខាងក្រោមផ្ទះនោះពេលដែលពួកគាត់សម្លឹងមើលទៅនោះទើបដឹងថាវាគឺជាសត្វក្របីអានេះវាចង់សាក់មែនទេតើពេលនោះអ៊ំម៉ៅគាត់ក៏បានចុះទៅលើផ្ទះហើយក៏បានទាញយករូបក្របីសូនរបស់គាត់ចេញមកពេលនោះគ្រាន់តែក្របីនោះបានឃើញអ៊ំម៉ៅភ្លាមវាក៏ស្រាប់តែប្រែក្លាយភ្នែកទៅជាពណ៌ក្រហមគួរឲ្យខ្លាចហាក់បីដូចជាស្រីឃ្លានចង់ចូលសម្លាប់ទៅកាន់អ៊ំម៉ៅដូចនេះឯងប៉ុន្តែពេលនោះអ៊ំម៉ៅគាត់ក៏បានសូត្របរិកម្មគាថាបង្កើតដែលគាត់កំពុងតែព្យាយាម